Liquid Brew ដោយ French Avenue ក្លិនស្តៀងទៅនឹងពួក PDM ពួកតអត់ថ្លៃហ្នឹង PDM outsider ដែលប្រអប់វាអែមតែប្រអប់វាខាងក្រៅវាអត់សូវជាអីតែខាងក្នុងវារៀង like បើកទៅដូចយើងបើកស្រាថ្លៃអញ្ចឹងដបវាស្តៀង something Bulgari អីយ៉ាងអនឡាញភីធំក្លិនអីស្តៀងអីណាសម្រាប់ណៃអត់ដឹងឈ្ងុយរៀងផ្អែមឈ្ងុយផ្អែមបើសម្រាប់ខ្ញុំមានអារម្មណ៍ថារៀងខែនៅស្តៀង Lemar Lexi ប៉ុន្តែវាលក្ខណៈមិនផ្អែមខ្លាំងទេអញ្ចឹងក្លិនវាបាញ់ទៅវារៀងលក្ខណៈមានអារម្មណ៍ថារៀងហឹលរៀងខាងរៀង vanilla spicy vanilla អីចឹង sweet ចឹងស្តៀងមិនតែហិតយូរទៅមានអារម្មណ៍ដូចស្តៀង Lemar Lexi មែនអានេះដោយសារ alphabet ខ្លួនឯងទេតែម្នាក់គ្នាហិតទៅចេញក្លិនដូចអីផ្សេងអត់ដឹងទេគ្រាន់តែដល់តែក្លិនវាគឺ clone ឬក៏ dupe ស្តៀង PDM រៀងពណ៌រៀង like តខូច or something ដូចការ៉ុតហ្នឹងហើយភាពជាប់វាប្រេងវា EDP អញ្ចឹងបើនិយាយពីក្លិនហ្មងគឺវាអាចថាបើតាមការហាត់ដែលបាត់ពិសោធន៍ធ្លាប់ដឹងមកគឺប្រភេទពួកក្លិនអញ្ចឹងគឺអាចយ៉ាងហោចណាស់6ទៅ8ម៉ោងឡើងអាស្រ័យលើការប្រើប្រាស់បងប្អូនចាក់ស្ដែងហើយបងប្អូនចង់បាននេះគឺអាចឆាតមក Facebook Page Michelin នៅលើ TikTok តម្លៃ$39ប៉ុណ្ណោះ free 10ទៀត100 ml មានអីក្លិនល្អទៅក្លិនទួយកបានអញ្ចឹងអ្នកដែលគាត់ចូលចិត្តក្លិនដូចនិយាយមិនអញ្ចឹងរៀងផ្អែមហឹល vanilla ហើយភាយដោយសារតែវាមាន ambroxan នៅក្នុងហ្នឹងកំណត់ចំណងដាក់នៅលើ screen គឺវាភាយអញ្ចឹងទៅគឺយើងចង់ឲ្យគេទទួលបានគេថាក្លិនហើយគេតសារយើងអាហ្នឹងគឺត្រូវមែនទែនប្រភេទពួកនេះហើយជាពិសេសគឺពេលយប់ពេលទៅ date ពេលទៅអីគឺត្រូវមែនទែនក្លិននេះគឺលក្ខណៈផ្អែមយប់ឡើងគឺត្រូវខ្លាំងអញ្ចឹងមានតែប៉ុណ្្នឹងទេមានតិចដបទេឆាតមក peace out